ok cái nắng ok số đây là tặng cái này nắng khi miền video mỗi đầm bay chạy đầm nơi trong càng tầng làng Windows Server2025 chẳng nó dương miền ở VMware Workstation mỗi cứ thua chia virtual đầm bay dương tầng làng nhé chẳng chỉ được bốn dương chọn vô việc ha create ở new virtual machine máu ok mới dương ai vô nhìn vô typical recommend vô tam ca recommend ok mới dương chọn next và tập một tiết lại nó cho dương rơ ISOคือ operating system របស់ Windows Server ហ្នឹងអញ្ចឹងមុនយើងចាប់ផ្ដើមតឡើងនេះអ្នកទាំងអស់គ្នាត្រូវតែ download ISO Windows Server 2025មកបើសិនជាអ្នកទាំងអស់គ្នាអត់ដឹងថា download អីទេអាច comment នៅខាងក្រោមខ្ញុំនឹងបោះ link ISO នោះដើម្បីឲ្យគ្នាយើង download ណាតែយើងចុចយកដាក់ថា I will install យើងរើសពេលក្រោយមកណាតើយើងយក nextតែមកនេះឡើយនេះយើងរើសប្រភេទ operating system អញ្ចឹងយើងដឹងហើយ Windows Server 2025គឺរបស់ Microsoft Windows យើងរើសហ្នឹងហើយកន្លែង version នេះយើងរកមើលមក Windows Server 2025បន្តមកទៀតយើងចុច next អូខេអញ្ចឹងកន្លែងនេះគឺជាឈ្មោះរបស់ virtual machine របស់យើងអញ្ចឹងយើងដាក់ keep default ក៏បានឬក៏យើងដាក់បែបហ្នឹងក៏បានឧទាហរណ៍យើងដាក់ Windows Server 2025យើងចុច next មកជានេះកន្លែង location store visual machine ហ្នឹងបើសិនជា drive D អ្នកទាំងអស់គ្នាវាចិត្តពេញណា drive C នេះ drive default វានៅក្នុង drive C អូខេអញ្ចឹងយើងអាចដូរទីតាំងឃើញវានៅក្នុង document អញ្ចឹង document នៅក្នុង drive C យើងដូរទីតាំងមកលើខ្ញុំចង់ដាក់នៅក្នុង drive C ទេខ្ញុំចង់ដាក់នៅក្នុង drive D យើងចុច PC មករើស drive D ហើយក្នុងនេះយើងអាចបង្កើត folder មួយដាក់ថា VMwareហើយនៅក្នុង VMware ហ្នឹងយើងបង្កើត sub folder មួយទៀតយើងដាក់ថា Win 2025នេះមកទេជាអូខេមកហ្នឹងទីតាំង virtual machine របស់យើងនៅក្នុង drive D វិញតើមកយើងចុច next នេះ maximum design របស់ Windows Server យើងយក60មកឬក៏យើងមានទំហំធំជាងហ្នឹងគឺយើងអាចដាក់បានយើងយក store this as single file យើងអត់ចង់ឲ្យវា split ទេអូខេអញ្ចឹងកន្លែងនេះយើងអាច customize hardware បានអញ្ចឹងខ្ញុំអាចដូរ memory ខ្ញុំអត់យក 2G ទេខ្ញុំយក 4G អូខេហើយ processor CPU ខ្ញុំយក2ហើយ core វាក៏2ដែរទាំងអស់វាមាន4 core យើងរើសអញ្ចឹងយក4 core ទៅមកទៀតកន្លែងនេះរើស CD ដែលយើងដាក់ថា I will choose later ហ្នឹងយើងអាចចុចជួសមកហើយយើងប្រើទៅរកទីតាំង ISO របស់យើងមកអញ្ចឹងឧទាហរណ៍ទីតាំងខ្ញុំនៅក្នុងdrive F ខ្ញុំយក ISO ហើយខ្ញុំយកនេះsoftware ISO មកហើយខ្ញុំមាន Windows Server ខ្ញុំរើសអានេះ Windows Server 2025ខ្ញុំរើសហើយមកអូខេមក network adapter ខ្ញុំអត់យកណាទេខ្ញុំយកVNet 1អូខេចឹងនឹងយើងរើសតែប៉ុណ្ណឹងមកហើយយើងចុច close ហើយ finishប៉ុណ្ណឹងហើយវាមិនទាន់តម្លើងទេណានេះយើងគ្រាន់រៀបចំ hardware ហើយ connect វាអញ្ចឹងដើម្បីតម្លើងគឺយើងចុច power on this virtual machine នេះមកនេះចុចលេខនេះមកអញ្ចឹងវាចាប់ផ្ដើមដំណើរការតម្លើងហើយយើង press any key មកហើយវា bootអូខេឡើយនេះបើយើងរើសភាសាយើង keep default មកយក next keyboard connect ដែរ
នេះឲ្យយើងរើសតែយើង install ឬក៏យើង repair ប៉ុន្តែនេះយើង install យើងចុច install យើងវា click កន្លែង install ហើយយើងចុច agree មកហើយ next តើមកនេះវាឲ្យយើងរើស Windows Server Standard Evolution ឬក៏ Windows Server Standard Desktop Experience ហើយមួយទៀត Data Center ប៉ុន្តែកន្លែងនេះដោយសារតែយើងអត់ចង់យើងមិនតម្លើងជា Data Center ទេព្រោះយើងតម្លើងសម្រាប់ testing អីធម្មតាយើងអាចយក standard ប៉ុន្តែបើយើងយក desktop មានថាវាមាន desktop តែយើងចង់បានជា desktop ទេយើងចង់បានជា CLI យើងមានថា Windows តម្លើងមកអត់មានផ្ទាំង interface ទេគឺយើងប្រើ command line ហើយនេះអញ្ចឹងយក Windows Server 2025 standard evaluation អញ្ចឹងមានន័យថាវាអត់មាន desktop ទេបើយើងចង់បានប្រើ desktop គឺយើងចុចអានេះតែយើងអត់ទេគឺយើងយក standard នេះមកអូខេយើងចុច accept មកហើយយើងចាំបន្តិចហើយកន្លែងនេះវាឲ្យយើងចែក hard disk ចែក partition ណាតែដោយសារ disk យើងយក default តែ 60GB យកត្រូវចែកឯងបើយើងចូលចែកយើងចុច create partition មកយើងបែងចែកតាមហ្នឹងតែយើងអត់ទេយើងចុច next មកហើយ install ហើយយើងរងចាំតិចទៅអូខេអញ្ចឹងដល់កន្លែងនេះវាឲ្យយើង sign in ហើយ change password ណាយើងចុច OK ចុច enter select យក OK មកណាបើយើងចង់ cancel យើងចុចកន្លែង arrow key យើងរើសតាមហ្នឹងមកយើងយក OK default ចុច enter តែមកវាឲ្យយើងដាក់ password administrator យើងដាក់អីដាក់មកឲ្យតែយើងចាំអូខេអញ្ចឹង password ហើយហើយ bin change យក OK មកចឹងកន្លែងនេះវាតកតនឹងឲ្យយើងសិន diagnostic data អីចេញពីយើងអញ្ចឹងណាយើងមិនបាច់ធ្វើអី enter យកហ្មងណាចឹងកន្លែងនេះវានឹងចូល as config អីចឹងដូចខ្ញុំបានប្រាប់ពីមុនអញ្ចឹងគឺបើសិនជាយើងអត់យក desktop ទេគឺយើងប្រើ command line sort អញ្ចឹងអានេះកន្លែងយើងឲ្យធ្វើអីនេះហើយយើងចង់ដូរឈ្មោះយើងចង់ join domain យើងចង់នេះយើងរើសតាមហ្នឹងហើយតកតទៅនឹងការប្រើប្រាស់អីផ្សេងៗទៀតខ្ញុំនឹងប្រាប់នៅពេលក្រោយតើដើម្បីសាត់ដើមគឺយើងចុចលេខ13មកនៅកន្លែង as config ហ្នឹងយើងគ្រាន់តែវាយពាក្យលេខ13មកចុច enter ហើយវាយវាអក្សរ Y មកហើយយើងសាត់ដើមចាអរគុណច្រើនណា